សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងមានរឿងនិទានមួយលើកយកមកអានឲ្យបងប្អូនស្ដាប់ដែលមានចំណងជើងថាជីវិតថ្មីរបស់មាសថ្ងៃថ្មីមួយបានចាប់ផ្ដើមមាសដើរតាមបរិសចំណាស់ចេញពីភូមិចាស់ដែលវាធ្លាប់រងចាំម្ចាស់រាល់ជំហានជើងធ្វើឲ្យចិត្តវាឈឺចាប់ប៉ុន្តែក៏ពោរពេញដោយការចាប់ផ្ដើមថ្មីផ្ទះថ្មីរបស់មាសជាផ្ទះតូចមួយមានសួនច្បារតូចនិងដើមឈើបៃតងនៅមុខផ្ទះបរិសចំណាស់បើកទ្វារហើយនិយាយដោយសំឡេងស្រទន់ថាពីថ្ងៃនេះទៅអ្នកនៅទីនេះហើយមាសឈប់នៅមុខផ្ទះវាមិនចូលភ្លាមវាងាកមើលទៅខាងក្រោយដូចជាកំពុងស្វែងរករូបស្រមោលម្ចាស់ចាស់បេះដូងវានៅតែពោរពេញដោយការចងចាំបរិសចំណាស់យកចានបាយនិងទឹកស្អាតមកដាក់មុខវាមាសមើលយូរហើយស៊ីបន្តិចវាមិនដែលស៊ីអាហារជាមួយចិត្តស្ងប់បែបនេះចាប់តាំងពីថ្ងៃដែលបាត់បង់ម្ចាស់នៅយប់ដំបូងក្នុងផ្ទះថ្មីមាសគេងនៅជ្រុងផ្ទះភ្នែកវាបើកចំហស្ដាប់សំឡេងខ្យល់វានឹកឃើញសំឡេងម្ចាស់នឹកឃើញដៃដែលស្ទាបក្បាលវាហើយភ្នែកវាសើមដោយទឹកភ្នែកថ្ងៃបន្ទាប់បរិសចំណាស់នាំមាសទៅដើរលេងនៅសួនច្បារនិងជុំវិញភូមិថ្មីមនុស្សខ្លះស្ទាបក្បាលវាក្មេងខ្លះលេងជាមួយវាប៉ុន្តែមាសនៅតែស្ងៀមដូចជាបេះដូងវាមិនទាន់រួចរាល់សម្រាប់ការសប្បាយថ្ងៃមួយបរិសចំណាស់អង្គុយជិតមាសហើយនិយាយថាខ្ញុំមិនចង់ជំនួសម្ចាស់អ្នកទេខ្ញុំគ្រាន់តែចង់ថែអ្នកដោយដែលគាត់បានស្នើសុំមាសងើបក្បាលឡើងមើលភ្នែកបរិសចំណាស់វាស្រែកស្រាលហើយដាក់ក្បាលលើជង្គង់គាត់ជាលើកដំបូងវាដូចជាទទួលយកចិត្តមេត្តាថ្មីមួយចាប់ពីថ្ងៃនោះមកមាសចាប់ផ្ដើមដើរតាមបរិសចំណាស់ការពារផ្ទះរងចាំគាត់ត្រឡប់មកវិញដូចដែលវាធ្លាប់ធ្វើជាមួយម្ចាស់ចាស់ទោះបីជាចិត្តវាមានស្នាមរបួសប៉ុន្តែវារៀនថាសេចក្តីស្រឡាញ់ថ្មីមិនលុបបំបាត់អតីតកាលតែអាចព្យាបាលចិត្តដែលឈឺចាប់បានមាសរកឃើញជីវិតថ្មីមិនមែនដោយការភ្លេចម្ចាស់ចាស់ប៉ុន្តែដោយការរស់បន្តជាមួយភាពស្មោះត្រង់ដដែលរឿងនិទានថ្ងៃនេះចប់ត្រឹមនេះហើយសូមអរគុណដែលបានស្ដាប់បើបងប្អូនចូលចិត្តសូមជួយចុច like និង Subscribe ជួបគ្នារឿងថ្មីនៅវីដេអូបន្ទាប់សូមអរគុណ